ខេត្តគួយជូភាគនិរតីរបស់ប្រទេសចិនមានជនជាតិភាគតិចចំនួន49និងមានធនធានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនក្នុងនោះសិល្បៈដេប៉ាក់របស់ជនជាតិម៉ៅគឺជាវប្បធម៌ដ៏ផូរផង់សិល្បៈប្រជាប្រិយរបស់ជនជាតិម៉ៅមានភាពល្បីល្បាញដោយសារការប៉ាក់ដ៏ប្រណិតពណ៌ដ៏រស់រវើកនិងក្បាច់ប៉ាក់ដ៏សម្បូរបែបក្បាច់ដូចជាមេអំបៅនាគនិងផ្កាជាដើមបានបង្ហាញពីប្រវត្តិសាស្ត្រនិងវប្បធម៌ក្នុងតំបន់ដែលត្រូវបានគេប្រសិទ្ធនាមថាជាសៀវភៅប្រវត្តិសាស្ត្រដែលពាក់លើដងខ្លួនការអភិវឌ្ឍសិល្បៈដេប៉ាក់របស់ជនជាតិម៉ៅមិនអាចឃ្លាតពីការប្រកាន់ខ្ជាប់របស់សិប្បករគ្រប់ជំនាន់បានឡើយជាងប៉ាក់3ជំនាន់បានបន្តវេនសិល្បៈនេះរហូតដល់បច្ចុប្បន្ននៅទសវត្សរ៍90នៃសតវត្សរ៍ទី20ដើម្បីការពារសិល្បៈនេះមិនឲ្យបាត់បង់នៅលើព្រៃភ្នំអ្នកបន្តវេនបានផ្សព្វផ្សាយសិល្បៈដេប៉ាក់ដោយដៃនេះទៅកាន់ទីផ្សារដែលមិនត្រឹមតែបានអភិរក្សឫសគល់វប្បធម៌ប៉ុណ្ណោះទេថែមទាំងបានបំពេញបន្ថែមភាពរស់រវើកដោយការអភិវឌ្ឍក្នុងតំបន់ផងដែរបច្ចុប្បន្នអ្នកបន្តវេនចំនួនថ្មីបានបង្ហាញពីភាពទាន់សម័យលើឆាកអន្តរជាតិពួកគេបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងសិល្បៈដេប៉ាក់ប្រពៃណីនិងនិន្នាការម៉ូដទំនើបដោយបង្កើតផលិតផលមួយចំនួនដូចជាសម្លៀកបំពាក់ជនជាតិម៉ៅដែលទទួលបានភាពពេញនិយមយ៉ាងខ្លាំងទាំងក្នុងនិងក្រៅស្រុកសហគ្រាសដេប៉ាក់ពាក់ព័ន្ធបានបង្កើតឱកាសការងារជាង300សម្រាប់អ្នកដេប៉ាក់ក្នុងតំបន់ហើយក្រុមបន្តវេនបានធ្វើដំណើរទៅកាន់ប្រទេសនានាដូចជាប្រទេសបារាំងអ៊ីតាលីជាដើមដើម្បីធ្វើឲ្យបេតិកភណ្ឌវប្បធម៌អរូបីរបស់ចិននេះបង្ហាញពីភាពលេចធ្លោលើឆាកអន្តរជាតិ